អ្វីទៅជាឆន្ទៈអ្វីទៅជាលោភៈតើដូចគ្នាយ៉ាងដូចម្ដេចនិងខុសគ្នាយ៉ាងដូចម្ដេចដើម្បីយល់ឲ្យបានច្បាស់ពីសភាវៈទាំងពីរនេះយើងត្រូវពិនិត្យទៅលើលក្ខណៈសម្បត្តិនិងតួនាទីរបស់វានីមួយៗក្នុងខណៈចិត្ត1អ្វីទៅជាឆន្ទៈឆន្ទៈគឺសេចក្តីប្រាថ្នាឬបំណងធ្វើគឺជាចេតសិកមួយប្រភេទដែលដើរតួជាអ្នកជំរុញឲ្យចិត្តមានបំណងចង់ធ្វើអ្វីមួយឬចង់សម្រេចគោលដៅអ្វីមួយឆន្ទៈប្រៀបដូចជាការបង្អោនចិត្តទៅកាន់អារម្មណ៍ប៉ុន្តែមិនមែនជាការជាប់ជំពាក់នោះទេលក្ខណៈវិនិច្ឆ័យឆន្ទៈគឺអព្យាក្រឹតកិរិយាដែលគ្រាន់តែចង់ធ្វើវាអាចคล้ายជាកុសលប្រសិនបើប្រើក្នុងផ្លូវត្រូវឬคล้ายជាអកុសលប្រសិនបើប្រើក្នុងផ្លូវខុស2អ្វីទៅជាលោភៈលោភៈគឺសេចក្តីលោភលន់ឬការជាប់ជំពាក់គឺជាអកុសលចេតសិកដែលធ្វើឲ្យចិត្តស្អិតជាប់នឹងអារម្មណ៍ឬវត្ថុដែលខ្លួនពេញចិត្តលោភៈមានលក្ខណៈស្រែកឃ្លានចង់បានមកធ្វើជាកម្មសិទ្ធិនិងមិនងាយបោះបង់ចោលលក្ខណៈវិនិច្ឆ័យលោភៈជាអកុសលសុទ្ធសាធព្រោះវាបង្កប់ដោយភាពសោកសៅនៅពេលមិនបានសម្រេចនិងភាពក្តៅក្រហាយក្នុងចិត្តភាពដូចគ្នាឆន្ទៈនិងលោភៈទាំងពីរសុទ្ធតែជាកម្លាំងជំរុញឲ្យចិត្តឆ្ពោះទៅរកអារម្មណ៍ឬវត្ថុដូចគ្នាភាពខុសគ្នាឆន្ទៈជាអព្យាក្រឹតមិនល្អមិនអាក្រក់លោភៈជាអកុសលអាក្រក់ជានិច្ចឆន្ទៈគ្រាន់តែចង់ធ្វើឬចង់ទៅដល់ប្រៀបដូចជាការបោះជំហានទៅមុខលោភៈជាការជាប់ជំពាក់ឬការស្រែកឃ្លានប្រៀបដូចជាជ័រដែលស្អិតជាប់នឹងវត្ថុគោលដៅឆន្ទៈអាចប្រើដើម្បីសម្រេចការងារលះបង់អំពើអាក្រក់ឬចម្រើនសមាធិលោភៈផ្ដោតទៅលើការចង់បានមកដាក់ខ្លួនដើម្បីបំពេញតណ្ហាផលវិបាកឆន្ទៈបង្កើតឲ្យមានការព្យាយាមវិរិយៈនិងភាពជោគជ័យលោភៈបង្កើតឲ្យមានការសោកសៅនិងការច្រណែននិងការយល់ខុសសេចក្តីសន្និដ្ឋានយើងអាចសម្គាល់បានថាបើការចង់នោះប្រកបដោយបញ្ញានិងមិនមានភាពក្តៅក្រហាយចង់បានមកជាកម្មសិទ្ធិផ្ដាច់មុខនោះហៅថាឆន្ទៈផ្ទុយទៅវិញបើការចង់នោះមានសភាពសស្រាក់ស្រស្រាំដោយភាពអាត្មានិយមនិងមានការស្អិតជាប់មិនអាចដកចិត្តបាននោះហៅថាលោភៈតើការសម្គាល់យ៉ាងដូចម្ដេចទើបដឹងថាជាឆន្ទៈឬជាលោភៈដើម្បីសម្គាល់ឲ្យដឹងច្បាស់ថាអ្វីដែលកំពុងកើតឡើងក្នុងចិត្តជាឆន្ទៈឬជាលោភៈយើងត្រូវពិនិត្យទៅលើអាការៈនៃចិត្តនិងផលវិបាកដែលកើតឡើងភ្លាមនៅក្នុងខណៈនោះតាមរយៈចំណុចសំខាន់ដូចខាងក្រោមដើម្បីសម្គាល់ឲ្យដឹងច្បាស់ថាអ្វីដែលកំពុងកើតឡើងក្នុងចិត្តជាឆន្ទៈឬជាលោភៈយើងត្រូវពិនិត្យទៅលើអាការៈនៃចិត្តនិងផលវិបាកដែលកើតឡើងភ្លាមនៅក្នុងខណៈនោះតាមរយៈចំណុចសំខាន់ដូចខាងក្រោម 1. ពិនិត្យលើអាការៈស្អិតជាប់ឬរួចរាល់លោភៈមានអាការៈដូចជាជ័រស្អិតឬសាច់ដែលគេបោះទៅក្នុងខ្ទះក្តៅគឺវាស្អិតជាប់នឹងអារម្មណ៍ដកចិត្តមិនរួចកាលណាមានលោភៈចិត្តនឹងមានសភាពជ្រួលច្របល់ចង់បានមកគ្រប់គ្រងជាកម្មសិទ្ធិឆន្ទៈមានអាការៈដូចជាការលូកដៃទៅចាប់កាន់វត្ថុវាគ្រាន់តែជាបំណងចង់ធ្វើ
ឬចង់សម្រេចកិច្ចការប៉ុន្តែវាមិនមានសភាពស្អិតជាប់ជ្រុលហួសហេតុរហូតដល់ថ្នាក់បាត់បង់ម្ចាស់ការលើខ្លួនឯងនោះទេ 2. ពិនិត្យលើភាពក្តៅក្រហាយក្នុងចិត្តលោភៈជានិច្ចកាលមកជាមួយនៅភាពអន្ទះអន្ទែងបើមិនបានសម្រេចតាមបំណងវានឹងប្រែក្រឡាទៅជាទោសៈខឹងសោកសៅឬតូចចិត្តភ្លាមព្រោះវាមានការរំពឹងទុកខ្ពស់ដើម្បីបម្រើអញឆន្ទៈមានសភាពស្ងប់និងច្បាស់លាស់វាផ្ដោតលើហេតុនិងដំណើរការនៃកិច្ចការច្រើនជាងការផ្ដោតលើការសោយសុខពីលទ្ធផលទោះបីមិនទាន់សម្រេចក៏ចិត្តមិនសូវមានសភាពក្តៅក្រហាយខ្លាំងដូចលោភៈដែរ 3. ពិនិត្យលើគោលបំណងតើដើម្បីអ្វីលោភៈកើតឡើងដើម្បីបម្រើតណ្ហានិងសេចក្តីសុខផ្ទាល់ខ្លួនជាធំវាចង់បានវត្ថុឬអារម្មណ៍នោះមកដើម្បីខ្លួនឯងមានក្តីសុខឬដើម្បីអួតអាងឆន្ទៈកើតឡើងដើម្បីសម្រេចកិច្ចការឧទាហរណ៍ការមានបំណងចង់រៀនធម៌ឲ្យយល់ចង់ធ្វើការងារឲ្យរួចរាល់តាមការកំណត់ឬចង់ជួយអ្នកដទៃឆន្ទៈប្រភេទនេះហៅថាកុសលឆន្ទៈ 4. សម្គាល់តាមរយៈសម្បជញ្ញៈការដឹងខ្លួនយើងអាចសាកល្បងសួរខ្លួនឯងក្នុងខណៈនោះថាតើការចង់បាននេះកំពុងធ្វើឲ្យចិត្តយើងធ្ងន់និងអាប់អួរគឺលោភៈឬកំពុងធ្វើឲ្យចិត្តយើងមានកម្លាំងនិងភ្លឺស្វាងដើម្បីការងារគឺឆន្ទៈស្ថានភាពចិត្តលោភៈអន្ទះអន្ទែងចង់បានខ្លាំងខឹងខូចចិត្តខកបំណងស្អិតដូចជ័រជាប់នឹងវត្ថុថាមពលអវិជ្ជមានដិតកម្ដៅស្ថានភាពចិត្តឆន្ទៈរឹងមាំមានគោលដៅច្បាស់នៅតែអាចបន្តឬរកវិធីថ្មីដោយដៃចាប់កាន់ឧបករណ៍ដើម្បីធ្វើការថាមពលវិជ្ជមានគឺការរុញច្រានសរុបសេចក្តីមកបើយើងមានអារម្មណ៍ថាហត់នឹងតានតឹងព្រោះតែការចង់បាននោះភាគច្រើនជាលោភៈតែបើយើងមានអារម្មណ៍ថាមានកម្លាំងចិត្តនិងរីករាយក្នុងការធ្វើនោះគឺជាឆន្ទៈតើយើងគួរពិភាក្សាបន្ថែមអំពីរបៀបបំលែងលោភៈឲ្យទៅជាឆន្ទៈក្នុងការរស់នៅប្រចាំថ្ងៃដែរឬទេការបំលែងថាមពលពីលោភៈមកជាឆន្ទៈគឺជាសិល្បៈនៃការរស់នៅដែលជួយឲ្យយើងសម្រេចគោលដៅដោយមិនមានភាពក្តៅក្រហាយយើងអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោមនេះ 1. បដូរការតម្រង់ទិសពីលទ្ធផលមកជាដំណើរការលោភៈតែងតែរំពឹងទុកមុននៅផលសម្រេចចង់បានលុយចង់បានសរសើរដែលធ្វើឲ្យចិត្តអន្ទះអន្ទែងការបំលែងនៅពេលដឹងថាចិត្តកំពុងលោភចូលដកចិត្តពីលទ្ធផលចុងក្រោយមកផ្ដោតលើសកម្មភាពបច្ចុប្បន្នវិញឧទាហរណ៍បដូរពីការចង់បានប្រាក់ចំណេញខ្លាំងមកជាការផ្ដោតលើការធ្វើសេវាកម្មឲ្យល្អបំផុតនៅពេលយើងផ្ដោតលើការងារធ្វើឲ្យល្អនោះគឺជាការកំពុងប្រើឆន្ទៈហើយ 2. បង្កើនយោនិសោមនសិការៈការត្រេះរិះត្រូវនៅពេលសេចក្តីត្រូវការកើតឡើងចូលប្រើការសួរខ្លួនឯងថាតើយើងចង់បានវត្ថុនេះដើម្បីយកមកបំពេញអញឬដើម្បីបង្កើតជាប្រយោជន៍ការដឹងខ្លួននឹងជួយកាត់បន្ថយភាពស្អិតជាប់គឺលោភៈហើយជំនួសមកវិញនៅបំណងស្អាតស្អំគឺឆន្ទៈ 3. ប្រើបញ្ញាជាអ្នកដឹកមុខឆន្ទៈឆន្ទៈដែលគ្មានបញ្ញាអាចនឹងហូរចូលទៅក្នុងលោភៈយ៉ាងងាយយើងត្រូវកំណត់គោលដៅឲ្យច្បាស់លាស់ដោយផ្អែកលើការពិតនិងសមត្ថភាពកាលណាគោលដៅច្បាស់លាស់និងមានហេតុផលនោះចិត្តនឹងមិនសូវរវើរវាយទៅតាមការចង់បានដែលហួសពីការពិតនោះទេ 4. កាត់បន្ថយមោហៈដែលនៅពីក្រោយលោភៈលោភៈកើតឡើងបានដោយសារយើងយល់ថាវត្ថុនោះជារបស់យើង
ឬវត្ថុនោះនឹងផ្ដល់សេចក្តីសុខឲ្យយើងជារៀងរហូតការយល់ដឹងពីភាពមិនទៀងទាត់នៃវត្ថុទាំងឡាយនឹងធ្វើឲ្យភាពស្អិតជាប់ថយចុះនៅពេលភាពស្អិតជាប់ថយចុះការចង់ធ្វើអ្វីមួយនឹងប្រែជាមានសេរីភាពដែលនេះហើយគឺជាឆន្ទៈដ៏បរិសុទ្ធភាពខុសគ្នាគឺសន្តិភាពក្នុងចិត្តលោភៈនាំមកនៅការប្រកួតប្រជែងនិងភាពតានតឹងចំណែកឯឆន្ទៈនាំមកនៅការច្នៃប្រឌិតនិងភាពរីករាយក្នុងការងារនៅក្នុងការរស់នៅនិងការគ្រប់គ្រងការងារការបំលែងលោភៈឲ្យមកជាឆន្ទៈវិញនោះចំណុចដែលពិបាកជាងគេបំផុតគឺការលះបង់នូវសេចក្តីរំពឹងទុកលើលទ្ធផលដើម្បីឲ្យយើងកាន់តែច្បាស់យើងអាចពិនិត្យមើលការបញ្យល់តាមរយៈទស្សនវិជ្ជាជាក់ស្ដែងដូចខាងក្រោម 1. ហេតុអ្វីបានជាការលះបង់សេចក្តីរំពឹងវាពិបាកនៅក្នុងធម្មជាតិរបស់មនុស្សកាលណាធ្វើអ្វីមួយយើងតែងតែចង់បានផលត្រឡប់មកវិញភ្លាមដូចជាប្រាក់ចំណេញការទទួលស្គាល់ឬភាពជោគជ័យនៅពេលចិត្តមានលោភៈចិត្តវានឹងលោតទៅដល់លទ្ធផលបាត់ទៅហើយទាំងដែលហេតុមិនទាន់ធ្វើបានល្អនៅឡើយវានាំឲ្យកើតសេចក្តីអន្ទះអន្ទែងនិងភ័យខ្លាចក្រែងមិនបានដូចបំណងដំណោះស្រាយយើងត្រូវប្រើបញ្ញាដើម្បីប្រាប់ចិត្តថាលទ្ធផលគឺជាអ្វីដែលយើងគ្រប់គ្រងមិនបាន 100% ទេប៉ុន្តែអ្វីដែលយើងគ្រប់គ្រងបានគឺការងារចំពោះមុខ 2. ការបំលែងភាពចង់បានឲ្យទៅជាឆន្ទៈយើងមិនមែនបំបត្តិសេចក្តីប្រាថ្នាចោលនោះទេប៉ុន្តែយើងបដូរគុណភាពនៃសេចក្តីប្រាថ្នានោះឧទាហរណ៍ក្នុងអាជីវកម្មបើដើរដោយលោភៈយើងគិតតែពីវិធីធ្វើយ៉ាងណាឲ្យបានលុយពីអតិថិជនឲ្យបានច្រើនបំផុតចិត្តស្អិតជាប់នឹងផលលទ្ធផលគឺយើងនឹងតានតឹងឲ្យអតិថិជនក៏អាចដឹងពីសម្ពាធនោះបើដើរដោយឆន្ទៈយើងមានបំណងចង់បង្កើតសេវាកម្មឬផលិតផលដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហាឲ្យអតិថិជនចិត្តផ្ដោតលើសកម្មភាពលទ្ធផលគឺជាការងារមានគុណភាពហើយប្រាក់ចំណេញនឹងរត់រកតាមក្រោយដោយឯកឯង 3. វិធីសាស្ត្រពង្រឹងឆន្ទៈឲ្យឈ្នះលោភៈដើម្បីឲ្យឆន្ទៈមានកម្លាំងខ្លាំងជាងលោភៈយើងត្រូវអនុវត្តពង្រឹងសតិរាល់ពេលដែលចាប់ផ្ដើមការងារចូលដឹងខ្លួនថាយើងកំពុងធ្វើនេះដើម្បីអ្វីបើឃើញថាមានភាពអន្ទះអន្ទែងជ្រុលចូលដកដង្ហើមធំរួចទាញចិត្តមកដាក់លើការងារដែលកំពុងកាន់ក្នុងដៃវិញតាំងគោលដៅលើគុណតម្លៃជាជាងតួលេខដូចជាលុយងាយនឹងធ្វើឲ្យយើងកើតលោភៈប៉ុន្តែគុណតម្លៃដូចជាចំណេះដឹងជំនាញឬការជួយអ្នកដទៃនឹងធ្វើឲ្យយើងកើតឆន្ទៈនិងវិរិយៈសេចក្តីព្យាយាមសរុបសេចក្តីមកការបំលែងនេះមិនមែនមានន័យថាយើងឈប់ចង់បានភាពជោគជ័យនោះទេប៉ុន្តែគឺយើងឈប់ធ្វើជាទាសករនៃសេចក្តីចង់កាលណាឆន្ទៈដឹកមុខយើងនឹងធ្វើការងារដោយភាពម្ចាស់ការមានសេចក្តីសុខក្នុងពេលធ្វើហើយលទ្ធផលដែលទទួលបានក៏មានភាពជ័យឬភាពជាងមុនតើយើងយល់ថាក្នុងបទពិសោធន៍កន្លងមកតើភាពតានតឹងដែលកើតឡើងភាគច្រើនមកពីយើងរំពឹងលើលទ្ធផលខ្លាំងពេកមែនដែរឬទេពិតប្រាកដណាស់បើមានការទទួលស្គាល់ថាភាពតានតឹងកើតចេញពីការរំពឹងទុកលើលទ្ធផលខ្លាំងពេកគឺជាជំហានដំបូងនៃបញ្ញាដែលជួយឲ្យយើងចាប់ផ្ដើមបំលែងលោភៈមកជាឆន្ទៈវិញនៅពេលដែលយើងរំពឹងទុកខ្ពស់ចិត្តរបស់យើងមិនបានរស់នៅក្នុងបច្ចុប្បន្នភាពជាមួយការងារនោះទេប៉ុន្តែវាបានហោះទៅស្អិតជាប់នឹងផលដែលមិនទាន់មកដល់កាលណាផលនោះយឺតយ៉ាវឬមិនដូចបំណងវាក៏បង្កើតជាសម្ពាធនិងហត់នឿយភ្លាមដើម្បីជួយឲ្យយើងរក្សាតុល្យភាពនេះបានល្អយើងអាចអនុវត្តនូវគោលការណ៍ធ្វើហេតុឲ្យពេញលេញតែលែងដៃពីលទ្ធផលផ្ដោតលើហេតុឆន្ទៈដាក់ចិត្តឲ្យអស់ពីសមត្ថភាពលើអ្វីដែលយើងកំពុងធ្វើក្នុងខណៈនេះបើយើងកំពុងរៀបចំផែនការចូលរៀបចំឲ្យល្អបំផុតបើយើងកំពុងដោះស្រាយបញ្ហាចូលដោះស្រាយឲ្យអស់ពីចិត្ត
លែងដៃពីលទ្ធផលប្រាប់ខ្លួនឯងថាលទ្ធផលគឺជាផលបូកនៃកត្តាជាច្រើនដែលយើងមិនអាចគ្រប់គ្រងបានទាំងអស់ឡើយការមិនរំពឹងពេកមិនមែនមានន័យថាមិនចង់បាននោះទេប៉ុន្តែគឺមិនដេកចាំដែលធ្វើឲ្យចិត្តមានសេរីភាពនិងមិនហត់នៅពេលយើងធ្វើបែបនេះបានយើងនឹងសង្កេតឃើញថាការងារមានគុណភាពជាងមុនព្រោះចិត្តមិនរវើរវាយសុខភាពផ្លូវចិត្តល្អជាងមុនព្រោះភាពតានតឹងត្រូវបានជំនួសដោយភាពស្ងប់ជោគជ័យមានសេរីភាពជាងមុនទោះបីលទ្ធផលចេញមកបែបណាក៏ដោយក៏យើងមិនសោកស្ដាយព្រោះយើងបានប្រើឆន្ទៈធ្វើហេតុយ៉ាងល្អបំផុតរួចទៅហើយតើយើងយល់ថាការអនុវត្តបែបនេះនឹងជួយឲ្យការសិក្សាស្រាវជ្រាវឬការងារគ្រប់គ្រងរបស់យើងមានភាពស្រឡះក្នុងចិត្តជាងមុនដែរឬទេការយល់ព្រមឬការអនុវត្តនេះគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅដោយសេរីភាពផ្លូវចិត្តនៅពេលយើងបដូរពីការចង់បានលោភៈមកជាការចង់ឲ្យល្អឆន្ទៈនោះបន្ទុកដែលធ្លាប់តែធ្ងន់ក្នុងចិត្តនឹងត្រូវសម្រាលទៅវិញដើម្បីជួយឲ្យការយល់ដឹងនេះកាន់តែច្បាស់យើងអាចពិនិត្យមើលរូបភាពប្រៀបធៀបរវាងចិត្តដែលដឹកមុខដោយលោភៈនិងចិត្តដែលដឹកមុខដោយឆន្ទៈតុល្យភាពរវាងឆន្ទៈនិងលោភៈនៅពេលឆន្ទៈដឹកមុខចិត្តប្រៀបដូចជាព្រួញដែលតម្រង់ទៅរកគោលដៅវាមានកម្លាំងរឹងមាំនិងមានទិសដៅច្បាស់លាស់យើងធ្វើការដោយភាពរីករាយព្រោះចិត្តស្ថិតនៅជាមួយសកម្មភាពនៅពេលលោភៈដឹកមុខចិត្តប្រៀបដូចជាសន្ទូចដែលជាប់នុយវាញាប់ញ័រអន្ទះអន្ទែងនិងបារម្ភខ្លាចក្រែងមិនបានផលយើងធ្វើការដោយភាពហត់នឿយព្រោះចិត្តរត់ទៅស្អិតជាប់នឹងលទ្ធផលជំហានបន្តសម្រាប់យើងនៅក្នុងការងារគ្រប់គ្រងឬការសិក្សាស្រាវជ្រាវប្រចាំថ្ងៃយើងអាចសាកល្បងប្រើបច្ចេកទេសពិនិត្យចិត្ត3ខណៈមុនពេលធ្វើតាំងចិត្តថាយើងនឹងធ្វើកិច្ចការនេះឲ្យល្អបំផុតតាមដែលអាចធ្វើបាននេះជាការបង្កើតឆន្ទៈកំពុងធ្វើកាលណាឃើញចិត្តអន្ទះអន្ទែងចង់ឲ្យឆាប់ចប់ឬចង់ដឹងលទ្ធផលចូលដឹងខ្លួនថានេះជាលោភៈហើយទាញចិត្តមកផ្ដោតលើការងារចំពោះមុខវិញក្រោយពេលធ្វើទោះជាលទ្ធផលចេញមកបែបណាក៏ដោយចូលមានសេចក្តីសុខដែលបានប្រើឆន្ទៈធ្វើហេតុរួចរាល់ហើយការធ្វើបែបនេះមិនត្រឹមតែជួយឲ្យការងារមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេប៉ុន្តែវាជាការដកចេញនៅនិវរណធម៌ដែលរារាំងចិត្តមិនឲ្យធ្វើនៅអំពើល្អផងដែរដើម្បីរក្សាឆន្ទៈឲ្យនៅជាប់ជាមួយយើងបានយូរអង្វែងជាពិសេសនៅពេលជួបឧបសគ្គដែលធ្វើឲ្យយើងងាយនឹងធ្លាក់ទឹកចិត្តឬងាយនឹងបណ្ដោយឲ្យលោភៈចូលមកគ្របដណ្ដប់យើងអាចអនុវត្តតាមគោលការណ៍ឥទ្ធិបាទ4ដែលជាមគ្គុទេសដ៏ប្រសើរសម្រាប់ភាពជោគជ័យ1ឆន្ទៈការរក្សាឆន្ទៈឲ្យរឹងមាំគឺការមិនបំភ្លេចគោលបំណងដើមវិធីអនុវត្តរាល់ពេលហត់នឿយចូលរំលឹកខ្លួនឯងថាហេតុអ្វីបានជាយើងចាប់ផ្ដើមធ្វើការងារនេះកាលណាឃើញតម្លៃពិតនៃកិច្ចការមិនមែនត្រឹមតែលុយកាក់ឬលទ្ធផលនោះថាមពលនឹងកើតឡើងវិញ2វិរិយៈឧបសគ្គគឺជាផ្នែកមួយនៃដំណើរការឆន្ទៈដែលគ្មានការព្យាយាមនឹងរលាយបាត់ទៅវិញនៅពេលជួបបញ្ហាវិធីអនុវត្តបែងចែកគោលដៅធំឲ្យទៅជាជំហានតូចការសម្រេចបានជោគជ័យតូចជារៀងរាល់ថ្ងៃនឹងជួយចិញ្ចឹមឆន្ទៈឲ្យកាន់តែរីកធំធាត់និងមិនងាយចុះចាញ់3ចិត្តៈការយកចិត្តទុកដាក់ការដឹងខ្លួននិងផ្ដោតលើការងារចំពោះមុខវិធីអនុវត្តកុំឲ្យចិត្តបែកខ្ញែកទៅលើរឿងដែលមិនទាន់មកដល់ឬរឿងដែលកន្លងផុតទៅនៅពេលយើងផ្ដោតចិត្តលើការងារបច្ចុប្បន្ននោះនិវរណធម៌ដូចជាការសង្ស័យឬការធុញទ្រាន់នឹងមិនអាចចូលមកជ្រៀតជ្រែកបានឡើយ4វិមង្សាការត្រេះរិះពិចារណា
នេះគឺជាបញ្ញាដែលជួយតម្រង់ទិសឆន្ទៈវិធីអនុវត្តនៅពេលជួបឧបសគ្គចូលឈប់មួយខណៈដើម្បីពិនិត្យថាតើវិធីសាស្ត្រនេះត្រូវឬទេតើគួរកែសម្រួលត្រង់ណាការរៀនសូត្រពីបញ្ហាធ្វើឲ្យឆន្ទៈរបស់យើងមានមូលដ្ឋានគ្រឹះរឹងមាំមិនមែនជាការចង់បានដោយងងឹតងងុលគន្លឹះដើម្បីកុំឲ្យលោភៈមកបន្លំខ្លួនជាឆន្ទៈនៅពេលយើងមានភាពជោគជ័យកាន់តែច្រើនលោភៈតែងតែលោភចូលមកតាមរយៈភាពមោទនភាពឬការចង់បានកាន់តែខ្លាំងលើសពីសមត្ថភាពវិធីការពារចូលរក្សាចិត្តដែលបន្ទាបខ្លួននិងការចេះស្កប់ស្កល់ការចេះស្កប់ស្កល់មិនមែនមានន័យថាបញ្ឈប់ការរីកចម្រើននោះទេប៉ុន្តែគឺជាការមានសេចក្តីសុខជាមួយអ្វីដែលយើងកំពុងមាននៅក្នុងខណៈនេះខណៈពេលដែលយើងកំពុងកសាងហេតុបន្ថែមទៀតដោយឆន្ទៈតើសេចក្តីប្រាថ្នាសម្បត្តិព្រះនិព្វានជាឆន្ទៈឬជាលោភៈនេះគឺជាសំណួរដ៏ជ្រាលជ្រៅនិងល្អបំផុតសម្រាប់ការបែងចែកឲ្យដាច់រវាងសភាវៈទាំងពីរចម្លើយខ្លីគឺសេចក្តីប្រាថ្នាព្រះនិព្វានគឺជាឆន្ទៈធម្មឆន្ទៈមិនមែនជាលោភៈទេដើម្បីឲ្យយើងកាន់តែច្បាស់និងត្រូវត្រួតពិនិត្យមើលហេតុផលតាមរយៈលក្ខណៈខុសគ្នាដូចខាងក្រោម1ភាពខុសគ្នានៃវត្ថុបំណងលោភៈតែងតែមានបំណងឆ្ពោះទៅរកកាមគុណ5រូបសម្លេងក្លិនរសនិងផោតពៈឬអ្វីដែលជាការសន្សំទុកសម្រាប់តួខ្លួនលោភៈចង់បានអ្វីមកដើម្បីបំពេញខ្លួនឯងឲ្យមានមោទនភាពឬសេចក្តីសុខក្នុងលោកីឆន្ទៈក្នុងព្រះនិព្វានមានបំណងឆ្ពោះទៅរកការលះបង់និងការរំលត់ទុក្ខវាគឺជាបំណងចង់ឲ្យចិត្តរួចផុតពីការជាប់ជំពាក់គោលដៅនៃព្រះនិព្វានគឺដើម្បីបញ្ចេញចោលមិនមែនដើម្បីយកមកដាក់នោះទេ2ពិនិត្យលើអាការៈនៃចិត្តលោភៈកាលណាប្រាថ្នាអ្វីមួយវាតែងតែមកនៅជាមួយភាពអន្ទះអន្ទែងនិងភាពសោកសៅប្រសិនបើមិនបានដូចចិត្តវាកើតឡើងដោយមានមោហៈជាអ្នកដឹកមុខឆន្ទៈធម្មឆន្ទៈសេចក្តីប្រាថ្នាព្រះនិព្វានកើតឡើងដោយមានបញ្ញាដឹកមុខវាគឺជាការយល់ឃើញថាសង្សារវដ្តគឺជាទុក្ខហើយការរំលត់ទុក្ខគឺជាសេចក្តីសុខពិតប្រាកដវាជាកម្លាំងរុញច្រានឲ្យយើងចម្រើនសិលសមាធិនិងបញ្ញា3តួនាទីនៃសេចក្តីប្រាថ្នានៅក្នុងការបដិបត្តិធម៌លោកប្រៀបធៀបឆន្ទៈទៅនឹងទូកយើងត្រូវការទូកដើម្បីឆ្លងស្ទឹងសេចក្តីប្រាថ្នាដល់ត្រើយគឺព្រះនិព្វានកាលណាដល់ត្រើយហើយយើងក៏លែងត្រូវការទូកនោះទៀតដែរប៉ុន្តែលោភៈប្រៀបដូចជាខ្នោះជើងដែលចងជើងយើងមិនឲ្យដើរទៅមុខរួចឬចងយើងឲ្យនៅជាប់នឹងកណ្ដាលស្ទឹងនៃសេចក្តីទុក្ខរបៀបសម្គាល់ក្នុងចិត្តយើងផ្ទាល់ប្រសិនបើក្នុងខណៈដែលយើងនឹកដល់ព្រះនិព្វានហើយយើងមានអារម្មណ៍ថាតានតឹងចង់ឲ្យបានឆាប់ហត់នឿយនឹងការបដិបត្តិនេះអាចមានលោភៈលាយឡំគឺលោភៈដែលចង់បានផលសន្តិភាពមកដាក់ខ្លួនបើស្ងប់ភ្លឺស្វាងនិងមានកម្លាំងចិត្តក្នុងការលះបង់អកុសលនេះគឺជាឆន្ទៈដ៏បរិសុទ្ធសេចក្តីសន្និដ្ឋានបើគ្មានឆន្ទៈសេចក្តីប្រាថ្នាទេយើងក៏មិនអាចធ្វើដំណើរទៅរកការរំលត់ទុក្ខបានដែរដូច្នេះសេចក្តីប្រាថ្នាព្រះនិព្វានគឺជាធម៌ពលវិជ្ជមានដែលនាំទៅរកការដោះលែងមិនមែនជាការសន្សំសេចក្តីលោភនោះទេដើម្បីឲ្យកាន់តែច្បាស់អំពីភាពខុសគ្នារវាងសេចក្តីប្រាថ្នាព្រះនិព្វានគឺឆន្ទៈនិងសេចក្តីលោភលន់លោភៈយើងអាចពិនិត្យមើលតាមរយៈការប្រៀបធៀបនៃសភាវៈចិត្តនិងគោលដៅដូចខាងក្រោម1ភាពខុសគ្នានៃទិសដៅលោភៈមានទិសដៅឆ្ពោះទៅរក
ការសន្សំទុកវាចង់បានមកដាក់ខ្លួនចង់បានមកគ្រប់គ្រងនិងចង់បានដើម្បីបម្រើអញវាប្រៀបដូចជាការប្រមូលសម្រាមមកទុកក្នុងផ្ទះកាន់តែច្រើនឆន្ទៈក្នុងព្រះនិព្វានមានទិសដៅឆ្ពោះទៅរកការលះបង់ចេញវាគឺជាបំណងចង់ជំរះកិលេសចង់រំលត់ទុក្ខនិងចង់មានសេរីភាពពីការជាប់ជំពាក់វាប្រៀបដូចជាការបោះសម្រាមចោលដើម្បីឲ្យផ្ទះស្អាតនិងស្រឡះ 2. ពិនិត្យលើឫសគល់នៃចិត្តលោភៈកើតឡើងដោយមានមោហៈជាអ្នកដឹកមុខយើងវង្វេងថារបស់នោះជារបស់យើងវត្ថុនោះនឹងផ្ដល់សេចក្តីសុខឲ្យយើងជារៀងរហូតឆន្ទៈក្នុងព្រះនិព្វានកើតឡើងដោយមានបញ្ញាជាអ្នកដឹកមុខយើងយល់ឃើញថាសង្សារវដ្តគឺជាទុក្ខការកើតចាស់ឈឺស្លាប់គឺជាទុក្ខហើយការឈប់ជាប់ជំពាក់គឺជាសេចក្តីសុខដ៏ពិតប្រាកដ 3. ឧទាហរណ៍ប្រៀបធៀបអ្នកដើរផ្លូវឧបមាថាយើងចង់ដើរចេញពីព្រៃដែលពោពេញដោយគ្រោះថ្នាក់សង្សារវដ្តដើម្បីទៅដល់ទីវាលដ៏សុខសាន្តគឺព្រះនិព្វានឆន្ទៈគឺជាបំណងដែលចង់ទៅដល់ទីវាលនោះហើយវាជំរុញឲ្យយើងបោះជំហានដើរបើគ្មានបំណងនេះទេយើងក៏មិនព្រមដើរចេញដែរលោភៈគឺជាការជាប់ជំពាក់នឹងផ្កាឈើឬផ្លែឈើក្នុងព្រៃរហូតដល់ភ្លេចដើរចេញឬចង់បេះផ្លែឈើនោះយកទៅជាមួយឲ្យបានច្រើនដែលធ្វើឲ្យការធ្វើដំណើរកាន់តែធ្ងន់និងយឺតយ៉ាវ 4. តើពេលណាដែលជាការចង់បានព្រះនិព្វានคล้ายជាលោភៈសេចក្តីប្រាថ្នាព្រះនិព្វានអាចប្រែជាលោភៈបានប្រសិនបើចិត្តយើងមានអាការៈដូចខាងក្រោមនេះចង់បានសម្រេចធម៌លឿនដើម្បីបង្អួតអ្នកដទៃមានមេនះលាយឡំមានភាពអន្ទះអន្ទែងក្តៅក្រហាយក្នុងចិត្តរហូតដល់ថ្នាក់អង្គុយធម៌មិនកើតព្រោះតែចង់ឃើញលទ្ធផលភ្លាមអាការៈបែបនេះមិនមែនជាឆន្ទៈក្នុងធម៌ពិតប្រាកដទេប៉ុន្តែគឺជាលោភៈដែលមកបន្លំខ្លួនសេចក្តីសន្និដ្ឋានឆន្ទៈប្រាថ្នាព្រះនិព្វានគឺជាកុសលឆន្ទៈដែលចាំបាច់បំផុតក្នុងការបដិបត្តិធម៌កាលណាដល់គោលដៅដល់ត្រើយឆន្ទៈនឹងរលត់ទៅដោយឯងព្រោះវាបានសម្រេចកិច្ចការរួចហើយផ្ទុយពីលោភៈដែលមិនចេះឈប់ឈរនិងតែងតែបង្កើតទុកមិនចេះចប់មិនចេះហើយតើយើងយល់ថាការមានបំណងចង់លះបង់គឺមានភាពស្រឡះក្នុងចិត្តជាជាងចង់បានមកដែរឬទេជាការពិតកាលណាយើងយល់ច្បាស់ថាការចង់បានព្រះនិព្វានគឺជាការចង់ដើម្បីលះបង់មិនមែនចង់ដើម្បីយកមកដាក់ខ្លួននោះចិត្តនឹងមានសេចក្តីសុខតាំងពីជំហានដំបូងនៃការបដិបត្តិមកម្ល៉េះដើម្បីបញ្ចប់ការពិភាក្សាលើប្រធានបទនេះឲ្យកាន់តែសុក្រិតយើងអាចកត់ចំណាំនៅចំណុចគន្លឹះចុងក្រោយមួយគឺសន្តោសឆន្ទៈធ្វើឲ្យយើងមានថាមពលទៅមុខជានិច្ចមិនថមថយសន្តោសធ្វើឲ្យយើងមានសេចក្តីសុខជាមួយអ្វីដែលសម្រេចបានក្នុងបច្ចុប្បន្នកាលណាឆន្ទៈនិងសន្តោសដើរទន្ទឹមគ្នាលោភៈនឹងមិនអាចចូលមកជ្រៀតជ្រែកបានឡើយទោះបីជាការងារលោកីឬការងារធម៌ក៏នឹងប្រព្រឹត្តទៅដោយភាពស្រឡះនិងរឹងមាំបំផុត